បើទោះបីជាមានបទជប់បាញ់ឬកិច្ចព្រមព្រៀងជាមួយគ្នាចូលជាធរមានហើយក៏ដោយក៏ភាគីថៃនៅតែបន្តចូលឈ្លានពានកម្ពុជាដដែលជាដដែលនៅក្នុងអង្គប្រជុំលើកទី42ឆ្នាំ2026របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សបានប្រព្រឹត្តទៅនៅថ្ងៃទី24ដល់ថ្ងៃទី27ខែកុម្ភៈកន្លងទៅនៅក្នុងប្រទេសហ្វីលីពីនកម្ពុជាតាមរយៈលោកស្រៀងចន្ទាបានប្រាប់ក្នុងអង្គប្រជុំតាក់ទងជាមួយនឹងបញ្ហាព្រំដែនស្ថានភាពវិវត្តថ្មីកម្ពុជាថៃដែលមកដល់ពេលនេះយោធាថៃនៅតែឈ្លានពានកម្ពុជាដោយយកបន្លាលួសទូកុងតឺន័រមិនឲ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សហគមន៍ម្ចាស់លំនៅឋានអាចវិលត្រឡប់ទៅរស់នៅបានដូចមុននោះទេក្នុងឱកាសនោះផងដែរលោកស្រៀងចន្ទាបានជម្រាបអង្គប្រជុំពីការវាយប្រហារជាលើកទី2របស់យោធាថៃមកលើកម្ពុជាដែលចាប់ផ្ដើមនៅថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលអំឡុងពេល21ថ្ងៃនោះអាវុធធុនធ្ងន់សព្វវិវុធទំនើបរបស់យោធាថៃត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារដែលនេះវាគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររំលោភច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងខ្លាំងហើយនឹងគ្មានបែងចែកនៅគោលដៅនៃការវាយប្រហារមកលើកម្ពុជានោះទេដែលធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាបាត់បង់ជីវិតក៏ដូចជារងរបួសអស់ជាច្រើនរយនាក់ផងដែរមិនត្រឹមតែប៉ុណ្ណោះទេហេដ្ឋារចនាសម្ព័ន្ធស្ពានសាលារៀនមន្ទីរពេទ្យត្រូវបែកខ្ទេចខ្ទីដោយសារតែសព្វវិវុធទំនើបរបស់យោធាថៃឃើញថាមកដល់ពេលនេះបើទោះបីជាស្ថានភាពរៀងធូរស្រាលមិនមាននៅការផ្ទុះអាវុធក៏ដោយប៉ុន្តែភាគីថៃនៅតែបន្តឈរជើងនៅក្នុងតំបន់មួយចំនួនរបស់កម្ពុជាដោយជនភៀសសកម្ពុជានៅសល់ប្រមាណ 60,000 នាក់ទៀតពួកគាត់មិនទាន់អាចវិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញទេដោយសារមានកត្តាជាច្រើនទី1ផ្ទះសម្បែងរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ក្រហមដែលវាមានហានិភ័យអញ្ចឹងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលោកមិនទាន់អនុញ្ញាតឲ្យវិលត្រឡប់ទៅបាននោះទេទី2ផ្ទះរបស់ពួកគាត់សហគមន៍របស់ពួកគាត់ហុំព័ទ្ធដោយយោធាថៃចូលកាន់កាប់រាយបន្លាលួសដាក់ទូកុងតឺន័របង្ខំចិត្តឲ្យពួកគាត់រស់នៅជំរុំសុវត្ថិភាពកត្តាមួយទៀតលំនៅឋានរបស់ពួកគាត់បន្សល់ទុកនៅក្របយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកកំឡុងពេលសង្គ្រាមកន្លងទៅទាំងពីរលើកដែលវាពិតជាមានហានិភ័យនៅពេលដែលពួកគាត់វិលត្រឡប់ទៅលំនៅឋានវិញអញ្ចឹងត្រូវមានការសម្អាតពីមន្ត្រីជំនាញស៊ីម៉ាក់ឲ្យរួចរាល់សិនទើបអាចពួកគាត់ទៅរស់រានមានជីវិតប្រក្រតីឡើងវិញជាចុងក្រោយលោកបានថ្លែងថាសោកនាដកម្មបង្កើតឡើងដោយមនុស្សនេះមិនមានមូលដ្ឋានផ្លូវច្បាប់ណាមួយអាចយកមកសំអាងបានឡើយហើយក៏ផ្ទុយទាំងស្រុងនឹងវត្ថុបំណងនៃច្បាប់សិទ្ធិមនុស្សតំបន់និងអន្តរជាតិដែលចង់ឲ្យមនុស្សទូទៅនឹងសម្រេចបាននៅបំណងប្រាថ្នាដ៏ឧត្តមមួយគឺការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររួចចាកផុតពីការភ័យខ្លាចនិងទុក្ខភាព